បាទសួស្តីបងប្អូននេះគឺរបៀបភ្ជាប់ម៉ាស៊ីន print L3210 L3110 អញ្ចឹងយើងមានខ្សែ USB មួយខ្សែអញ្ចឹងក្បាលមួយនេះយើងដោតចូលទៅម៉ាស៊ីន print អញ្ចឹងយើងដោតចូលម៉ាស៊ីន print មកបន្ទាប់ពីយើងដោតចូលម៉ាស៊ីន print ហើយអញ្ចឹងកតុយផងវាមួយទៀតនេះគឺយើងដោតចូលក្នុងកុំព្យូទ័រអញ្ចឹងនេះខ្ញុំដោតចូលក្នុងកុំព្យូទ័រផងខ្ញុំអញ្ចឹងនៅពេលដែលយើងដោតចូលកុំព្យូទ័រយើងចូលទៅក្នុងអ៊ីនធឺណិតមកយើងទៅ download driver យើងទៅសេឈ្មោះថា driver L3210 ឬក៏ L3110 អញ្ចឹងទៅអញ្ចឹងខ្ញុំយកខាងលើគេនេះអញ្ចឹងពេលយើងចូលមកហើយអញ្ចឹងកន្លែងនេះគឺបងប្អូន Windows អីយើងយក Windows ហ្នឹងមកឥឡូវកុំព្យូទ័រខ្ញុំ Windows 11ខ្ញុំយក Windows 11អញ្ចឹងមកដល់កន្លែងនេះវាមាន Combo ហើយនឹង driver យើងធម្មតាអញ្ចឹងខ្ញុំប្រើ driver ធម្មតាដើម្បីតម្លើងវាលឿនអញ្ចឹងខ្ញុំ download print មួយហើយនឹង scan មួយអញ្ចឹងខ្ញុំ download print មួយសិនអញ្ចឹងនៅពេលដែលខ្ញុំ download print មួយហើយអញ្ចឹងខ្ញុំត្រឡប់មកក្រោយខ្ញុំទៅ download scan មួយទៀតអញ្ចឹងមានន័យថាយើង download 2អញ្ចឹងយើងរងចាំវាបន្តិចឲ្យវាដើរពេញសិនអញ្ចឹងនៅពេលដែលយើងដើរពេញហើយយើងចុច show folder មកអញ្ចឹងយើងទៅបើក driver ដែលយើង download មិញអញ្ចឹងយើងចុចបើកវាមកអញ្ចឹងមកដល់កន្លែងនេះយើងត្រូវដក auto update ចោលអញ្ចឹងយើងដក auto update ហើយយើងចុច OK បន្ទាប់ពីយើងចុច OK ហើយយើងចុច next ទៀតមកយើងចុច accept យើងចុច next អញ្ចឹងយើងចាំវាបន្តិចវា successful ហើយអញ្ចឹងយើងប្រើ driver នេះវាលឿនជាងអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងតម្លើង driver ហើយយើងចូលទៅ control panel ដើម្បីកែຂະຫນាតกระดาษអញ្ចឹងយើងចូល control panel មកយើងយក device and printer បន្តមកទៀតយើងចុច printer មកយើងរកឈ្មោះម៉ាស៊ីនដែលយើងតម្លើងមិញអញ្ចឹង L3210 យើងចុចមកហើយយើងយកពាក្យថា property មកដល់កន្លែងនេះយើងយកពាក្យថា preference មកដល់កន្លែងទៅនេះអញ្ចឹងបើសិនជាกระดาษផងយើង A4 យើងយកกระดาษផងយើង letter យើងត្រូវយកមក A4 អញ្ចឹង default ផងយើង A4 ឥឡូវយើងចុច print អញ្ចឹងជោគជ័យហើយយើងអាច print បានអញ្ចឹងមួយ step ទៀតយើងត្រូវទៅ connect scan ម្ដងអញ្ចឹងនេះ driver scan ដែលយើង download បានមិញហ្នឹងយើងចុចបើកមកយើងចុច accept យើងចុច next ដូចគ្នាអញ្ចឹងយើងចាំវាបន្តិចឲ្យវា install ពេញសិនអញ្ចឹងពេលដែលវាពេញយើងចុច finish មកហើយយើងទៅរក app scan ផងវាមិញអញ្ចឹងយើងចុច app scan tool ហ្នឹងយើងយក USB លើមកចុច OK មកដល់កន្លែងនេះបងប្អូនអាចសេរីຂະຫນាតกระดาษទៅ A4 ហើយ resolution យើងអាចរើសបានទៅតាមហ្នឹងអញ្ចឹង resolution ខ្ពស់វា scan យឺតទៅតាមហ្នឹងអញ្ចឹងណាអញ្ចឹងខ្ញុំ test scan អញ្ចឹងខ្ញុំមានរូបមួយស្លឹកឥឡូវខ្ញុំ test scan សិនថាវាចូលអត់អញ្ចឹងយើងដាក់กระดาษចូលក៏អញ្ចឹងមកហើយយើងទៅចុច scan ពីកុំព្យូទ័រយើងមកឥឡូវខ្ញុំចុច scan ហើយចឹងនៅពេលដែលយើងចុច scan ហើយវានៅពេលដែលវា scan ពេញវា load folder ហ្នឹងមកអញ្ចឹងតែប៉ុណ្្នឹងសម្រាប់ការតម្លើងម៉ាស៊ីន Epson L3210